ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំផ្លោមកជួគ្រឿងសាច់គោជាមួយត្រកួនបងប្អូនចាយើងផ្លោឲ្យរៀងហឹរបន្តិចបងប្អូនគឺឆ្ងាញ់មែនទែនបងប្អូនចាចំពោះសាច់គោគឺយកសាច់គោជាប់ខ្លាញ់មិនឆ្ងាញ់បងប្អូនមិនដំបងឡើយគឺយើងដាក់គ្រឿងហើយនឹងខ្ទឹមដែលយើងបានបុកហើយចូលឆ្នាំងដាក់ប្រហុកដែលយើងចិញ្ច្រាំរួចដាក់អំបិលប៊ីចេងស្ករសម្សៅស៊ុបខ្នុរនឹងកូរចូលគ្នាឲ្យសព្វល្អបងប្អូនចាចំពោះគ្រឿងគឺដាក់តាមបរិមាណសាច់ដែលយើងមានអញ្ចឹងណាបងប្អូនចាហើយបន្តមកយើងដាក់សាច់គោចូលកូរវាឲ្យសព្វហើយយើងគ្របរងាស់វារយៈពេល1នាទី2នាទីឲ្យគោកទឹកឲ្យបាត់ឆ្អាបសិនណាបងប្អូនបន្តមកយើងចាក់ទឹកចូលហើយយើងរងាស់សាច់គោម្ដងទៀតដើម្បីឲ្យវាផុយសិនតែពីសាច់គោផុយហើយបានយើងដាក់ត្រកួនចូលបងប្អូនចាបន្ទាប់ពីត្រកួនរៀងស្រពោនបន្តិចគឺយើងដាក់ទឹកអំពិលទុំបងប្អូនចារួចយើងភ្លក់តាមចំណង់ចំណូលចិត្តដែលបងប្អូនចង់ញ៉ាំចាជូរប្រៃផ្អែមអីបងប្អូនចង់ញ៉ាំអាចដាក់តាមចំណង់ចំណូលចិត្តណាបងប្អូនចាចំពោះមុខម្ហូបខ្ញុំថ្ងៃហ្នឹងគឺឆ្អិនហើយបងប្អូនចាគឺអាចញ៉ាំបានគឺចាប់ផ្ដើមដួសដាក់ចានញ៉ាំតែម្ដងអរគុណច្រើន